រិះគន់ podcast របស់បងសុកលីណាសិតតែជាមនុស្សអត់លុយអត់មានអត់លុយទេនេះសើលុយហ៎នេះលុយហើយលុយនេះលុយចិនទេបាទណាហ្នឹងហើយតែមកនេះហ្នឹងហើយព្រឹកឡើង2ជើងល្ងាចឡើង3ជើងបាទបងប្អូនឥឡូវខ្ញុំសូមបញ្ចេញមតិយោបល់អំពីវិធានបទបាទមនុស្សប្រុសយើងដែលមានប្រាក់ខែ$500ហើយមិនទាន់អាចមានគ្រួសារបានឬក៏មិនទាន់អាចមានសង្សារបានណាបងប្អូននេះបាទតែបើសម្រាប់ខ្ញុំវិញដែលធ្លាប់ឆ្លងកាត់ណាបងប្អូននេះបាទខ្ញុំគិតថាបាទប្រាក់ខែឬក៏ទ្រព្យសម្បត្តិហ្នឹងវាគ្រាន់តែជាមួយផ្នែកបាទនៃជីវិតគូទេខ្ញុំជឿជូនណាតែអ្វីដែលសំខាន់បំផុតបាទគឺពីរអ្នកគាត់បាទត្រូវតែចេះស្រឡាញ់គ្នាបាទចេះយល់ចិត្តគ្នាបាទចេះផ្ដើមពីបាទ100មក10000អាហ្នឹងវាល្អជាជាងបាទជាជាងយើងមានទ្រព្យសម្បត្តិមានលុយបាទសម្លឹងឃើញណាចង់និយាយថាសម្លឹងឃើញតើតាគេមានបាទតើតាគេល្អបានយើងដាក់ចិត្តស្រឡាញ់ដាក់នេះណាបាទនឹងអត់ទេហើយភាគច្រើនខ្ញុំនិយាយត្រង់បងប្អូននេះបាទដូចជាជនជាតិខ្មែរយើងភាគច្រើនបាទអ្នកដែលមានប្រាក់ខែក្រោមពី500នេះគឺច្រើនណាឥឡូវបងប្អូនជឿអត់អ្នកដែលមានប្រាក់ខែក្រោមពី500ណាគឺច្រើនមែនទែនតែម្ដងអានេះខ្ញុំនិយាយបញ្ជាក់ជូនណាប៉ុន្តែក៏គាត់នៅតែអាចបាទបង្កើតគ្រួសារបាននៅតែអាចស្រឡាញ់គ្នាបានដែរណាសំខាន់បាទគាត់ត្រូវតែចេះចាយចេះត្បិតត្បៀតបាទអ្វីដែលសំខាន់គឺគាត់ត្រូវតែចេះយល់ថាគាត់នៅកម្រិតណាគួរតែចាយរបៀបម៉េចហើយម្នាក់ទៀតនៅកម្រិតណាគាត់ចាយរបៀបម៉េចបាទឥឡូវដូចខ្ញុំនិយាយថាពីរឿងបងប្អូនសុកលីនចុះបាទអាហ្នឹងយើងនិយាយទៅថាឥឡូវបងប្អូនគិតមើលឥឡូវនេះគឺគាត់ចាយអត់គ្រប់ទេបាទ$500គាត់ចាយគ្រប់ទេតែសួរថាចុះពីមុនបាទពីមុនតម្រាំមកគាត់បានមកដល់ឥឡូវហ្នឹងសួរមើលចុះមិនគាត់ចេះចាយគ្រប់ចុះមិនគាត់អាចអភិវឌ្ឍបានមកដល់នឹងបានណាបញ្ជាក់ជូនអញ្ចឹងយើងមិនអាចយកអ្វីដែលយើងនៅចំណុចយើងទៅប្រៀបធៀបគ្នានៅចំណុចទៀតទេហើយមួយទៀតបើសិនជាគាត់ថាំងជា influencer មួយបាទអញ្ចឹងគាត់គួរតែបាទឡើងទៅនិយាយ podcast ហ្នឹងគឺនិយាយអ្វីក៏ដោយគឺឲ្យលើកទឹកចិត្តអ្នកដែលគាត់កំពុងតែខំតស៊ូបាទបើសិនជាគាត់និយាយចេះបាទវាធ្វើឲ្យប្រតិកម្មរបស់ប្រពន្ធបាទវាធ្វើឲ្យស្រីចាប់ផ្ដើមថាឲ្យតែអាណាប្រាក់ខែ100អញមិនចូលចិត្តអាណាប្រាក់ខែ250អញមិនចូលចិត្តវាទៅជាមានបញ្ហាអញ្ចឹងណាបាទដូចខ្ញុំបាននិយាយអញ្ចឹងបើយើងជាអ្នកបង្កើតមាតិកាយើងគួរតែបង្កើតមាតិកាណាមួយដែលជាការលើកទឹកចិត្តបាទឲ្យគ្នាអ្នកដែលកំពុងតែខំតស៊ូនេះហ្នឹងហើយឲ្យគូស្នេហ៍របស់គាត់ខំប្រឹងគ្នាឲ្យវាបានឡើងហ្នឹងហើយខ្ញុំនិយាយអញ្ចឹងមិនមែនពេលដែលគាត់ដល់កម្រិតមួយបាទដែលគាត់ថា$500គាត់ចាយលេងកើតតែពីមុនគាត់ចាយកើតគាត់ថាឡើយ$500ខ្ញុំថាពីមុនសួរគាត់បាទ$200គាត់ចាយកើតដែរពីមុនហ្នឹងមែនទេហ្នឹងហើយប៉ុន្តែឥឡូវនេះ$500គាត់ចាយលេងកើតហើយអានឹងបញ្ជាក់ជូនណាហើយខ្ញុំនិយាយអំពីបងអូនស្រីអ្នកនេះវិញបាទគាត់និយាយចេញមកគឺញិចអានេះខ្ញុំនិយាយត្រង់ណាបងប្អូនខ្ញុំបាទជាមួយនឹងប្រពន្ធរបស់ខ្ញុំពីដើមខ្ញុំនិយាយត្រង់កំថាឡើយលុយអត់មានលុយទេខ្ញុំមកចន់ភ្នំពេញគឺបាត់ដៃទៅទេប៉ុន្តែប្តីប្រពន្ធខ្ញុំចេះតស៊ូចេះស្រឡាញ់គ្នាហ្នឹងហើយគ្រាយើងអត់បាទយើងចាយតាមអត់បាទបើសិនជាពេលដែលយើងមានក៏យើងនៅតែនឹកឃើញការពីយើងអត់ដែរបាទអានេះខ្ញុំនិយាយត្រង់ណាហ្នឹងហើយខ្ញុំនៅតែអាចរស់នៅជាស្រឡាញ់គ្នាបានបាទដូចខ្ញុំបាននិយាយថាសំខាន់លើអត្តចរិតលើយើងរើសមនុស្សត្រូវទេមិនមែនរើសប្រាក់ខែទេរាជជូនមិនមែនរើសប្រាក់ខែតិចឬក៏រើសប្រាក់ខែច្រើនទេហ្នឹងហើយសំខាន់លើអត្តចរិតរបស់មនុស្សតែយើងអាចរស់នៅជាមួយគ្នាបានអត់ហ្នឹងហើយគេថាបាទប្តីខំរោប្រពន្ធខំទុកបាទអញ្ចឹងដឹងតែបានហើយយើងចាយក្នុងកម្រិតរបស់យើងហ្នឹងទៅអានេះខ្ញុំបញ្ជាក់ជូនណាហើយគេចេះតស៊ូជាមួយគ្នារហូតដល់មានបានអានេះខ្ញុំបញ្ជាក់ជូនចំណុចហ្នឹងអញ្ចឹងបាទសម្រាប់ខ្ញុំវិញខ្ញុំមានតែលើកទឹកចិត្តទៅដល់បាទមិនបាច់ថាប្រាក់ខែ100ឬក៏200ឬក៏300ទេសំខាន់យើងប្រឹងទាំងអស់គ្នាណាយើងប្រឹងទាំងអស់គ្នាបាទប្តីខំប្រពន្ធប្រឹងបាទប្តីប្រឹងប្រពន្ធខំអញ្ចឹងទៅបាទអាហ្នឹងគឺយើងរស់នៅជាមួយគ្នាបានហើយខ្ញុំនិយាយត្រង់បើដូចបងអូនស្រីវិញបាទបងនិយាយត្រង់ណាបងនិយាយត្រង់ប្រពន្ធបងគាត់នៅតែទ្រាំជាមួយបងលបាក់ណាទ្រាំជាមួយបងលបាក់ដល់ពេលឥឡូវណាហ្នឹងហើយពេលខ្លះបងនៅតែពិបាកយកចិត្តណាហើយតម្រាំតាអូនញែកទៀតបងថាអូយអ្នកដែលបាទនិយាយត្រង់ជាប្តីឬក៏ជាសង្សារអូនឈឺក្បាលងាប់បងថាឈឺក្បាលងាប់មិនដឹងថាបាទមិនដឹងថាទៅយកចិត្តអូនរបៀបម៉េចព្រោះអូនឯងមើលសម្ដីណែឥឡូវញែកមកអូសាហាវខ្ញុំឃើញខ្ញុំខ្លាចឥឡូវមានណែដែលធ្លាប់គេថាអត់មានអីពិបាកជាចិត្តមនុស្សស្រីបាទហើយតម្រាំតែដូចអូនស្រីទៀតដាច់ខ្យល់មកហើយបាទដាច់ខ្យល់ហើយបាទបើគាត់មើលមកឃើញតែអ្នកមានហ្នឹងបើគាត់មើលមកឃើញតែអ្នកមានលុយហ្នឹងអញ្ចឹងខ្ញុំនិយាយថាបើចង់រកអ្នកមានលុយកើនេះកើសបោលុយណាកើសបោលុយណាប៉ុន្តែកុំភ្លេចណាអាចនឹងក្នុងវលីឬក៏បាទព្រឹក2ជើងងាក3ជើងឯងហ្នឹងឯងបាទណាវាអត់សំខាន់ទេវាសំខាន់លើមនុស្សពីរនាក់យកចិត្តគ្នារស់នៅជាមួយគ្នាបាទស្រឡាញ់គ្នាអាហ្នឹងបានសំខាន់បំផុតហើយខ្ញុំបញ្ជាក់ជូនណាមិនលឺខ្ញុំនិយាយថាបងប្អូនពីខ្ញុំពីដើមខ្ញុំមានប្រាក់ខែទៅដល់ប៉ុណ្្នឹងផងនៅតែប្តីប្រពន្ធខ្ញុំស្រឡាញ់គ្នាបានបាទរស់នៅមួយគ្នាបានដល់ថ្ងៃហើយដូចគាត់និយាយថាអានេះប្រតិកម្មជាមួយគាត់ហ្នឹងសិតតែអានេះអត់មានលុយឥឡូវនេះខ្ញុំពីដើមឥឡូវតែឥឡូវខ្ញុំមានលុយខ្ញុំអាចរស់បានខ្ញុំអាចបាទធ្វើអាជីវភាពគ្រួសាររបស់ខ្ញុំបាទរីកចម្រើនខ្ញុំនៅតែស្រឡាញ់ប្រពន្ធរបស់ខ្ញុំដដែលបាទឃើញអាហ្នឹងសំណួរមិនមែនទេបាទហើយបើសិនជាដូចខ្ញុំនិយាយថាបងអូនសុកលីនហ្នឹងគាត់ថាឥឡូវហ្នឹងគឺគាត់ចាយលេងក្រាន់ហើយ$500គាត់ចាយលេងក្រាន់ហើយតែបើពីមុនគឺក្រាន់ចាយលេងក្រាន់អញ្ចឹងបងប្អូនយកទៅគិតយកចានអ្នកនរគ្នាបាទនៅពាក្យសម្ដីរបស់ខ្ញុំប៉ុន្តែដូចខ្ញុំនិយាយថាសូម្បីតែប្រពន្ធរបស់ខ្ញុំគាត់ទ្រាំលំបាកជាមួយយើងប្រពន្ធខ្ញុំគាត់ទ្រាំលំបាកជាមួយខ្ញុំការគ្រាអត់រហូតមកដល់ខ្ញុំដល់ឥឡូវបាទប្រពន្ធគិតមើលនៅតែពេលខ្លះយើងនៅតែថាមិនទាន់យល់ចិត្តគ្នាច្បាស់ណានៅមានការងក់ងោខឹងហើយចុះតម្រាប់ដោយប្អូនស្រីនេះទៀតបាទគាត់អត់មានដែលថាទៅទ្រាំលំបាកជាមួយមនុស្សប្រុសណាទេនេះបងស្រីនេះបាទគាត់គិតថាធ្វើម៉េចគាត់លយគាត់សប្បាយអញត្រូវតែត្រូអញខុសក៏អញត្រូវនេះដល់កឲ្យមើលណាបានធ្វើសង្សារធ្វើប្តីដាច់ខ្យល់ហើយតែរិះគន់ podcast របស់បងសុកលីណាសិតតែជាមនុស្សអត់លុយហេតុអីខ្ញុំនិយាយចង់ឲ្យពលិសតាមមនុស្សផលបសេគេមានសមត្ថភាពគេមានលុយគឺគេអត់មានរិះគន់នឹងសម្បត្តិប៉ុណ្ណឹងឯងត្រូវ first step ត្រូវ pay គេចឹងមានរឿងអីក៏ត្រូវ50%យកចំណាំមើលថាមនុស្សតែកាលឡើងទៅនិយាយ podcast ហ្នឹងភាគច្រើនគឺគាត់សិតតែជា influencer ឬក៏គាត់ជា promoter ឬក៏គាត់ជាធ្វើការអីមួយដែលទទួលបានចំណូលអត់ក្រោយពី$1000ប្រចាំខែគេខ្លះ100000ទៀតចឹងត្រូវដឹងសមត្ថភាពគេហ្នឹងរលុយបានប៉ុណ្ណាប្រចាំខែមិនគេអត់លុយហើយគេចង់បាន standard មនុស្សផលចេញមកអត់មានការងារធ្វើអត់ pay អីគេបានហើយគេមានលុយដែរមិនគេចង់បានមនុស្សមានលុយដែរហើយបើយើងមានលុយយើងយកមនុស្សផលអត់មានលុយផងយកមកធ្វើស្អីមិនដេកមើលមុខគ្នាមែនបើសិនជាគេនឹងអត់មានការងារធ្វើដេកអត់មានអីធ្វើបើគេតែគេចង់បានមនុស្សផលហ្នឹងអាហ្នឹងគឺវាខុសហើយតែគេមានការងារធ្វើបើគេបានអត់យល់ទេមែនតាមនុស្សផលគេត្រូវមិនសិនប្រតិកម្មរឿងហ្នឹងទាំងអស់ហ្នឹងគឺសិតតែមនុស្សផលដែរអត់លុយអត់មានសមត្ថភាពមួយគេមានសមត្ថភាពចំគេ
គេមកបងហៅបងនិយាយមកថាខ្លួនឯងអត់លុយអត់ទៅតមួយគេខមមិនជេរគេឈួតទេតាមពិតទៅយើងទៅជាមួយគេនឹងវាត្រូវភេគេស្រាប់ហើយបើសិនយើងគិតថាយើងអាចភេគេបានទេយើងទៅរកចេញទៅព្រោះអ្នកដែលគេចង់ឲ្យយើងភេហ្នឹងគេក៏មានសមត្ថភាពចេញដែរមិនមែនតែបាញ់ពេលហើយពេលហ្នឹងគេមានសមត្ថភាពទេគេមានសមត្ថភាពតែគេចង់ដឹងថា treatment របស់យើងធ្វើមកលើគេហ្នឹងគឺវាបានដល់កម្រិតណាខ្លះ និយាយមែនបងប្អូនលោកគ្រាបាទឥឡូវតោះណាហ្នឹងហើយណាហ្នឹងហើយបើចង់ស្រឡាញ់គាត់ណាដាក់ខែត្រូវតែ2ទៅ3000ប្រយ័ត្នណាហ្នឹងហើយ500ចែកគាត់ទេ បាយអើយជួយផងកូនអត់លុយចាយអើយ